皆さんผมมองว่าต้องออกគ្នាថ្ងៃទី1ភាសាជប៉ុនគេហៅថាស៊ុយតាឈិថ្ងៃទី1តោះបន្តមកទៀតថ្ងៃទី2គេហៅថា Fuska Fuska ថ្ងៃទី2 Fuska ថ្ងៃទី3គេហៅថា Mika Mika ថ្ងៃទី4គេហៅថា Yoka 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 ថ្ងៃទី4 Isuka ថ្ងៃទី5 Isuka ថ្ងៃទី5មួយកៈថ្ងៃទី6មួយកៈថ្ងៃទី6ណាណូកៈថ្ងៃទី7ណាណូកៈថ្ងៃទី7យោកៈថ្ងៃទី8យោកៈថ្ងៃទី8កូកូណូកៈថ្ងៃទី9កូកូណូកៈថ្ងៃទី9ថូកៈថ្ងៃទី10ថូកៈថ្ងៃទី10តោះតទៀតយឺអ៊ីឈីនីឈីយឺអ៊ីឈីនីឈីថ្ងៃទី11ថ្ងៃទី12យឺនិនិឈីយឺនិនិឈិថ្ងៃទី12ថ្ងៃទី13យឺសាន់និឈិយឺសាន់និឈិថ្ងៃទី13យឺយុកកៈយឺយុកកៈថ្ងៃទី14យឺហ្គោនិឈិយឺហ្គោនិឈិថ្ងៃទី15យឺរុកគឹនិឈិថ្ងៃទី16យឺរុកគឹនិឈិថ្ងៃទី16យឺសិឈិនិឈិថ្ងៃទី17យឺស៊ីឈីឌីឈីថ្ងៃទី17យឺហាឈីនីឈីថ្ងៃទី18យឺហាឈីនីឈីថ្ងៃទី18យឺគឹនីឈីថ្ងៃទី19យឺគឹនីឈីថ្ងៃទី19ហាสึកៈហាสึកៈថ្ងៃទី20ហាสึកៈថ្ងៃទី20មួយទៀតយើងអាចអានថានិយឺនិឈិក៏បានដែរនិយឺនិឈិក៏ថ្ងៃទី20ដូចគ្នាដែរនិយឺអ៊ីឈីនិឈិថ្ងៃទី21និយឺអ៊ីឈីនិឈិថ្ងៃទី21និយឺនិឈិថ្ងៃទី22និយឺនិឈិថ្ងៃទី22និយឺសាន់និឈិថ្ងៃទី23និយឺសាន់និឈិថ្ងៃទី23និយឺយុកកៈថ្ងៃទី24និយឺយុកកៈថ្ងៃទី24និយឺហ្គោនិឈិថ្ងៃទី25និយឺហ្គោនិឈិថ្ងៃទី25និយឺរុកគឹនិឈិថ្ងៃទី26និយឺរុកគឹនិឈិថ្ងៃទី26និយឺសិឈិនិឈិថ្ងៃទី27និយឺសិឈិនិឈិថ្ងៃទី27និយឺហាឈិនិឈិថ្ងៃទី28និយឺហាឈិនិឈិថ្ងៃទី28និយឺគឹនិឈិថ្ងៃទី29និយឺគឹនិឈិថ្ងៃទី29តើអ្នកដែលសារសរសេរវាយកន្លែងនេះខុសបន្តិចសាន់យឺនិឈិមិនមែនសាន់ជោទេសាន់យឺនិឈិសាន់យឺនិឈិថ្ងៃទីថ្ងៃទី30ដែលសិនសេវាយច្រឡំជើងយកតាមពិតវាជើងយឺអេសាន់យឺនិឈិថ្ងៃទី30សាន់យឺអ៊ីឈិនិឈិថ្ងៃទី31សាន់យឺអ៊ីឈិនិឈិថ្ងៃទី31និឈិនឹងថ្ងៃទីទាំងអស់គ្នានិឈិនឹងគឺថ្ងៃទីដល់ណាន់និឈិដេស្កាថ្ងៃទីប្រមាណណាន់និឈិដេស្កាថ្ងៃទីប្រមាណឧទាហរណ៍សរសេរនិយាយថាខ្យោវៈណាន់និឈិដេស្កាថ្ងៃហ្នឹងថ្ងៃទីប្រមាណអញ្ចឹងយើងឆ្លើយមកវិញថានីយឺហ្គោនិឈិដេសនីយឺហ្គោនិឈិដេសថ្ងៃទី25តោះតទៀតអ៊ីសឹបកថាពេលណាអ៊ីសឹពេលណាតានជូប៊ីតានជូប៊ីថ្ងៃកំណើតតានជូប៊ីថ្ងៃកំណើតដូចសិនសេសួរថា
Tanjobi wa isu desu ka ថ្ងៃកំណើតថ្ងៃទីប៉ុន្មានចឹងយើងឆ្លើយមកឆ្លើយខែមក 2月19日ですចឹងយើងនិយាយខែហើយនិយាយថ្ងៃទីតោះចុងក្រោយអញ្ចឹងពាក្យដែលយើងប្រើប្រាស់ប្រចាំថ្ងៃរបស់យើងចង់ពេលឃើញតែគេមកអញ្ចឹងយើងហៅគេហូបបាយជាមួយគ្នាអញ្ចឹងយើងប្រើពាក្យ 一緒にご飯を食べませんかអញ្ចឹងបើឃើញ sensei ចឹង sensei 一緒にご飯を食べませんか sensei ហូបបាយជាមួយគ្នាអត់អានឹងគឺពាក្យគួរសមរាក់ទាក់ណាដល់យើងឆ្លើយមកវិញはい食べますបើបាទហូបបើ sensei ឆ្លើយはい食べますបាទហូបបើអត់ទេいいえ食べませんありがとうございますいいえ食べませんありがとうございますទេអត់ញ៉ាំទេអរគុណច្រើនអញ្ចឹងពេលយើងឃើញនរណាម្នាក់មិនថា sensei ឃើញនរណាម្នាក់ក៏ដោយហៅឈ្មោះគេហើយនិយាយពេលថា一緒にご飯を食べませんかហូបបាយជាមួយគ្នាអត់អញ្ចឹងបើគេហូបគេថាはい食べますいいえ食べませんありがとうございますអញ្ចឹងវីដេអូ sensei មានតែប៉ុណ្្នឹងទេありがとうございます皆さん